បាទឥឡូវយើងមកមើលបងគាត់លេងហ្គេម Take Two នៅ Dero Cyber Cafe Dimension ហ្នឹងចិត្តបត់ទូតពងហើយគាត់មកលេងគ្នា2នាក់អញ្ចឹងទៅគាត់លេងប្រើ controller ទាំងពីរតែម្ដងអញ្ចឹងបើបងចង់លេងប្រើ controller អីអាចសួរកាសៀបានគាត់នឹងយកឲ្យណាហើយបើអត់ស្គាល់ថាហ្គេម Take Two ហ្នឹងជាហ្គេមបែប map ទេគឺជាហ្គេមបែប action adventure ហើយលេងបែបជាលក្ខណៈ third person ណាអញ្ចឹងឃើញគាត់លេងគឺតំណងសប្បាយមែនតើអ្នកទាំងអស់គ្នាបើចេះលេងលើ controller អីគឺស្រួលមែនតើដោយសារតែហ្គេម Take Two នេះគឺត្រូវការប្រើគ្នា2នាក់អញ្ចឹងវា support ទៅ support មកនៅក្នុងហ្គេមហ្នឹងខ្ញុំលេងហើយ line នៅលើ page Dero លេងកុំភ្លេច follow ម្នាក់មួយផងអញ្ចឹង Game Take Two នេះគឺតំណងសប្បាយលេងលើ controller ក៏បាន keyboard ក៏បានដែរណាអញ្ចឹងបើបងបកចេះលេងលើ controller អីពិបាកចុចអីអាចលេងលើ keyboard បានគឺផ្ដំងាយស្រួលដូចគ្នាហើយមិនត្រឹមតែ Game Take Two ប្រើ controller បានទេ game ផ្សេងដែល support ជាមួយនឹង controller ក៏អាចលេងបានដែរណាអញ្ចឹងមិនត្រឹមតែចង់មកលេង game ផ្សេងអីអញ្ចឹងក៏បានដែរដូចជា game ទាត់បាល់ game ប៉េះអីអញ្ចឹង game វាយគ្នា Dynasty Warrior អីក៏យើងអាចប្រើបានដែរអញ្ចឹងបងចង់លេងអីអាចមកបាន Dero Cyber Cafe Dimension ជិតវត្តទូតពង